បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទរីករាយជាមួយនឹងប្លុកថ្មីបាទនៅថ្ងៃនេះផងដែរគឺខ្ញុំមកលេងផ្ទះបងប្រុសខ្ញុំហើយជាមួយនឹងបងប្រុសខ្ញុំក៏មានទទួលខ្ញុំក្រៅពីសត្វពស់ទេពស់ទៀតហើយប្លុកថ្ងៃនេះគឺយើងធ្វើការស្ងោរជ្រក់បាទសត្វពស់សង្សើបាទជាមួយនឹងបាទអង្គខ្មែរអង្គលីងសំឡបាទបែបប្រពៃណីបែបងាយៗសម្រាប់ពុកម៉ែបងប្អូនអរគ្នាតែជាមួយនឹងពស់នេះគឺមុននឹងយើងចាប់ដើមណាស្ងោរយើងត្រូវតែសម្អាតរួចរាល់ហើយយើងត្រូវកាប់ចកង់បន្ទាប់មកយើងមកលីងគ្រឿងឲ្យឈ្ងុយដូចដែលបងប្រុសខ្ញុំគាត់បង្ហាញនេះហើយបន្តមកទៀតយើងនឹងធ្វើការចាក់ពស់ចូលផ្លឹបបាទចាក់ចឹងមកយើងកូរវាបាទកូរចុះកូរឡើងឲ្យសព្វគ្រឿងហើយបានយើងធ្វើការដាក់ទឹករងាស់បាទឲ្យឡើងក្លិនបន្តមកទៀតបានយើងថែមគ្រឿងក្រៅបន្ថែមទៀតជាមួយនឹងអំបិលស្ករប៊ីចេងទឹកដីហ្នឹងនេះបងប្រុសក៏នៅចាប់ដើមកូរជាធម្មតាដើម្បីឲ្យចូលជាតិដើម្បីឲ្យវាជះក្លិនបាទកាន់តែឈ្ងុយបន្ទាប់ពីយើងមុននឹងយើងដាក់ទឹកផងណាហើយឥឡូវនេះចាប់ដើមហើយឆ្អិនហើយបាទដល់ហើយបាទអូហូ